សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅជីវប្រវត្តិក៏ដូចជាជីវិតឯកជនរបស់បងប្រុសណាឃីមដើម្បីចែកជូនបងប្អូនទាំងអស់គ្នាជីវិតឯកជនរបស់បងប្រុសណាឃីមក្រៅពីខ្សែជីវិតតន្ត្រីគឺនៅមានជីវិតឯកជនសកម្មភាពជាច្រើនទៀតបងប្អូនចង់ដឹងថានារីម្នាក់នេះគឺជាអ្នកណាដោយសារតែគាត់មានរូបសម្រស់ស្រស់ស្អាតហើយមានភាពស្និទ្ធស្នាលជាមួយនឹងបងប្រុសណាឃីមខ្លាំងមែនតើចង់ដឹងទៅតាមដានទាំងអស់គ្នាយោងតាមគេហទំព័រដែលមានឈ្មោះសុកបានបង្ហោះនៅរូបភាពមួយសន្លឹកនេះដែលអមជាមួយ caption បែបនេះថាបងអើយភ្លឺហើយក្រោកមកហូបនំដែលប្អូនរៀបចំឲ្យបងចាបងប្អូនទាំងអស់គ្នាអញ្ចឹងនារីម្នាក់នេះគឺជាប្អូនស្រីបង្កើតដែលជាប្អូនស្រីទី2របស់លោកណាឃីមនេះគឺជាកម្មភាពជីវិតឯកជនរបស់លោកណាឃីមក្រៅពីជីវិតសិល្បៈក៏ដូចជាការដើរតន្ត្រីគាត់មើលទៅសាមញ្ញខ្លាំងមែនតើហើយពីអ្នកនេះគឺគាត់មានភាពស្និទ្ធស្នាលគ្នាខ្លាំងមែនតើគាត់ទៅណាមកណាគឺតែងតែមានរូបថតពីអ្នកជានិច្ចចាធ្លាប់តែមានបងប្រុសជាបង្គោលឥឡូវនេះគឺបងប្រុសលែងនៅហើយអញ្ចឹងមានតែប្អូនស្រីសុកដែលជាអ្នកជាបង្គោលបន្តពីបងប្រុសតែប៉ុណ្ណោះនេះគឺជាសកម្មភាពរបស់ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងមែនតើបងប្អូនទាំងអស់គ្នាគាត់នៅខេត្តកំពង់ស្ពឺស្រុកកងវិស័យហើយមានទីធ្លាធំខ្លាំងមែនតើមានដើមដំណាំដើមដំណោចអីច្រើនណាស់ហើយរូបភាពគឺមានភាពស្និទ្ធស្នាលហើយសុកក៏ស្រស់ស្អាតខ្លាំងណាស់ដែរបងប្អូនទាំងអស់គ្នាគាត់ស្រស់ស្អាតណាឃីមគាត់ស្អាតដែរគាត់សង្ហាដូចគ្នាផងដែរអញ្ចឹងហើយអ្នកទាំងពីរគឺបន្សល់ទុកអនុស្សាវរីយ៍ជាច្រើនដែលប្អូនស្រីចាបានបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់ខ្លួននេះគឺជាសកម្មភាពបងប្រុសណាឃីមធ្វើស្មៅប្រហែលជាស្មៅអាឡាក់បងប្អូនទាំងអស់គ្នាដោយសារតែនៅខេត្តកំពង់ស្ពឺភាគច្រើនគេចូលចិត្តដាំដំណាំណាហើយមានដើមត្នោតច្រើនមែនតើបងប្អូនឃើញទេសភាពហ្នឹងពិតជាស្រស់ស្អាតខ្លាំងមែនតើហើយកន្លែងនេះគឺចាថតនៅពេលតែដើរកំសាន្តអីអញ្ចឹងទៅជាពិសេសអ្នកទាំងពីរមានរូបស្និទ្ធស្នាលជាមួយគ្នាច្រើនណាបងប្អូនដែលគាត់ប្រមូលផ្ដុំយកមកផុសក្រោយពេលដែលបងប្រុសបានចាក់ចេញទៅនេះគឺជារូបភាពស្ទូងបងប្អូនអញ្ចឹងហើយចានេះស្ទូងដកពីអ្នកបងប្អូនណាគឺថាប្អូននឹងលើកជើងដល់ធាក់បងហើយបងកំពុងតែអង្គុយស្ទូងគឺថាសកម្មភាពមានញឹកហើយបងប្អូនឃើញថាស្ទូងចិត្តដល់មុខហើយចិត្តដល់គោលដៅហើយអញ្ចឹងបងប្អូនវីដេអូប៉ុណ្នេះគឺចប់តែប៉ុណ្្នេះឯងអញ្ចឹងសង្ឃឹមថាបងប្អូនបានទស្សនាកំសាន្តសប្បាយរីករាយទាក់ទងនឹងឯកជនភាពរបស់លោកណាឃីមជាមួយនឹងប្អូនស្រីរបស់លោកផងដែរសូមអញ្ញាតគោរពនឹងជម្រាបលាជួបនឹងខ្ញុំវីដេអូក្រោយ